បងម៉ែអ្នកទីពីរបងម៉ែបងម៉ែបងម៉ែចាំតាំងខ្លួនឡើងបងអ្នកទីពីរចាប់តាំងខ្លួនឡើងបងម៉ែអ្នកទីពីរហើយមកជាស្លាប់ចឹងចាប់តាំងខ្លួនឡើងទៅបងម៉ែចេញអីក្រៃពួកជាងតាធ្វើយ៉ាងម៉េចទៅខ្ញុំមិនដឹងទេពួកឯងត្រៀមខ្លួនរួចហើយនៅអ្នករស់នៅគឺមានជីវិតអ្នកស្លាប់គឺផុតហើយកាត់ចិត្តទៅមកតាមខ្ញុំលោកគ្រូមានពាក្យប្រមាណម៉ាត់ចង់ជួបបាក់ចេញអ៊ីងគឺជាបាក់ធំមួយនៅក្នុងលោកនេះពេលបច្ចុប្បន្នមនុស្សធម្មតាចូលមកគឺមិនបានទេលោកមេបាក់គឺចង់ជួបឯងក៏ជានិស្ស័យរបស់ពួកឯងដែរតែយើងលបងសៀវទីនេះគឺជាច្រកចូលទៅកាន់ថងធានហ្វុងមកតាមខ្ញុំទីនេះគឺជាស្ពានអន្តនូនៅក្រោមស្ពានគឺជាជ្រោះជ្រៅរាប់ម៉ឺនហាត់ហេប្រយ័ត្នផងណាធ្លាក់ចុះទៅឯងប្រកាសជាស្លាប់មិនអីទេសូមគោរពសត្វទេពួកយើងគឺលោកគ្រូទាំងអស់គ្នាក៏ហៅមកជួប